បាទគោរពជំរាបសួរបងប្អូនទាំងគ្នាវីដេអូនេះខ្ញុំចង់បង្ហាញពី option ថ្មីនៅក្នុងកម្មវិធី Video Converter Pro នៅក្នុង option combine video បាទជាទូទៅការ combine video យើង combine ធម្មតាលក្ខណៈ merge video 2 3ចូលគ្នាអញ្ចឹងណាដោយមិនកំណត់ថាហ្នឹងដឹងប្រហែលវិនាទីប៉ុន្តែយើងញាត់បញ្ចូលគ្នាតែ option មួយទៀតដែលខ្ញុំបានបន្ថែមហ្នឹងគឺ option combine duration មានន័យថាវីដេអូទាំងអស់វាកំបាញ់ទៅលើនាទីដែលយើងចង់បានឧទាហរណ៍ថាលេខនៅក្នុងហ្នឹងគឺ1ស្មើ1 second ហ្នឹងអញ្ចឹងឧទាហរណ៍ថាវីដេអូទាំងអស់យើងចង់បាន long អីចឹងណាយើង download មកវាខ្លីៗអញ្ចឹងឧទាហរណ៍ថាយើងកំណត់នាទី1នាទី2នាទីតាមយើងចិត្តចង់អញ្ចឹងទៅឧទាហរណ៍ថាឥឡូវវីដេអូខ្ញុំមិនដឹងប្រហែលតែខ្ញុំកំបាញ់យក38វិនាទីអញ្ចឹងយើងធ្វើការកំបាញ់ទៅឬក៏ preview ក៏បានដែរអត់បញ្ហាទេហ្នឹងចឹងបងប្អូនធ្វើការ preview មុនក៏បានឬក៏បងប្អូនកំបាញ់យកឥឡូវឧទាហរណ៍ថាឥឡូវខ្ញុំកំបាញ់យកមកទៅគឺវីដេអូហ្នឹងអត់មានក្រោម38វិនាទីគឺ38ឬក៏38 39 40ទៅតាមវីដេអូដែលយកមកកំបាញ់ហ្នឹងមកចឹងខ្ញុំធ្វើការចុចចឹងឧទាហរណ៍ថាវីដេអូរបស់ខ្ញុំមានទាំងអស់ចំនួន10ចឹងវាកំបាញ់បាន1 2 3ចឹងមានថាវីដេអូទាំងអស់ខ្ញុំបាន3វីដេអូចឹងយើងចូលទៅមើលក្នុងវីដេអូទី1គឺ47វិនាទីអញ្ចឹងនេះ42នេះ39គឺវាអត់នៅក្រោម38មានថាវានឹងធ្វើការយកវីដេអូទាំងអស់យកមកច្របាច់បញ្ចូលគ្នាឲ្យគ្រប់ឬក៏លើសវិនាទីដែលយើងកំណត់ប៉ុន្តែបើយើងថាកំណត់ថាមិន40រហូតហ្មងយើងត្រូវចុច trim នេះមកវាយ40មកគឺវាកំបាញ់អត់ឲ្យលើសពី40ហ្នឹងទេតែបើបងប្អូនថាអត់ឲ្យវីដេអូទាំងអស់ចូលមកលើសខ្វះគ្នាតិចតួចក៏អត់បញ្ហាអញ្ចឹងចំពោះ option ហ្នឹងគឺវាអាចធ្វើការងារអញ្ចឹងបានវាងាយស្រួលងាយអញ្ចឹងណាអញ្ចឹងចំពោះ version ថ្មីនេះបងប្អូនអាចចូលធ្វើការ update បានហើយខ្ញុំបានកែហ្វិចហើយឲ្យតេស្តក៏រួចរាល់អញ្ចឹងបើបងប្អូនអាចតម្រូវការនៅក្នុង option ហ្នឹងអាចទៅចូលទៅ update បានហើយបាទអរគុណច្រើនបងប្អូនគ្នា